ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានជួបគ្រូថ្នាក់ចរាចរណ៍មួយនៅឯសាលារបស់ខ្ញុំបងប្អូនបាទគឺសិស្សស្លាប់2នាក់គាត់ជិះម៉ូតូលឿនបាទបងប្អូនគាត់ជិះម៉ូតូលឿនហើយក៏បានបុកមួយអាផ្លាកសញ្ញាកន្លែងផ្លូវកោងបងប្អូនបុកទាំងទៅក៏បានត្រូវរបួសស្រាលម្នាក់ហើយនឹងធ្ងន់ម្នាក់បងប្អូនណាគឺគាត់ឡើងវាយឈាមពេញនឹងហ្មងបងប្អូនម្នាក់គ្រូអាយ៉ាកញ្ចក់ជើងហើយនឹងចង្គង់ហើយបងប្អូនតែម្នាក់ទៀតវិញបែកក្បាលឈាមច្រមុះឈាមមាត់បាទគាត់អាណៅអធមមែនតើបុកមកទំហឹងម៉ាំងហើយប្អូនរបស់គាត់ដែលរៀនសាលាមកខ្ញុំហ្នឹងយំខ្លាំងហ្មងអញ្ចឹងខ្ញុំសូមបារម្ភដល់បងប្អូនទាំងអស់គ្នាថាកុំជិះលឿនពេកយើងគ្រូថ្នាក់ចរាចរណ៍មើលមិនឃើញទេបងប្អូនបាទដូចជួបថ្ងៃហ្នឹងហើយស្អែកក៏ឮដំណឹងថាដួលម៉ូតូអីចឹងណាបាក់ដៃបាក់ជើងអីចឹងបងប្អូនជាងយើងត្រូវតែកុំជិះលឿនពេកបងប្អូនយើងត្រូវរក្សាសុវត្ថិភាពទាំងអស់គ្នាបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូន